អរុនសួស្តីបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរបាទរីករាយថ្ងៃអាទិត្យពេលព្រឹកព្រលឹមបាទថ្ងៃនេះគឺជាថ្ងៃដែលមានសារៈសំខាន់ក្នុងការធ្វើការចែករំលែកជូនបងប្អូននិងប្រជាពលរដ្ឋទូទាំងពិភពលោកបាទនេះគឺជាតិចនិចខ្លីៗក្នុងការដែលយើងធ្វើការហាត់ប្រាណបែបងាយហាត់តិចហាត់តែ20%បានគុណភាពរហូតដល់80%បាទនេះគឺជាការអនុវត្តបែបធ្វើចលនាសាច់ដុំពោះឲ្យវាមានភាពតឹងណែនល្អឬក៏បងប្អូនដែលមានបញ្ហាពាក់ព័ន្ធជាមួយនឹងការលើសចិត្តខ្លាញ់នៅតំបន់ចង្កេះឬក៏មានបញ្ហាពាក់ព័ន្ធជាមួយនឹងសាច់ដុំដែលពិបាកក្នុងការដកខ្លាញ់ចេញពីរាងកាយរបស់បងប្អូនរយៈពេលយូរខែយូរឆ្នាំមកហើយដែលគ្មានសមត្ថភាពក្នុងការដកជាតិខ្លាញ់ចេញពីក្បាលពោះចេញបាននេះគឺជាតិចនិចខ្លីៗបងប្អូនអាចជួយធ្វើការ share និង follow page ម្នាក់មួយផងដែរបាទអញ្ចឹងចំណុចសំខាន់ក្នុងការហាត់នេះគឺយើងហាត់តិចគឺមួយជុំយ៉ាងតិចបំផុតហាត់ត្រឹមតែ8ចន្លោះ12ឬក៏25ទៅតាមស្ថានភាពនៃសុខភាពបងប្អូនក្នុងការធ្វើការហាត់ប្រាណបាទតិចនិចបន្តនោះគឺជាតិចនិចដូចនៅក្នុងវីដេអូក្នុងការណែនាំបាទនឹងខ្ញុំនឹងធ្វើការចែករំលែកអំពីសារៈសំខាន់នៃការហាត់ប្រាណវាជាចំណែកមួយនៅក្នុងការកែតម្រូវទៅលើសុខភាព metabolic រាងកាយរបស់បងប្អូនទាំងអស់គ្នាដែលយើងត្រូវពឹងផ្អែកទៅលើការរៀបចំចានអាហារឲ្យបានល្អប្រសើរមួយចំណុចទៀតគឺការដែលយើងទទួលទានអាហារឲ្យបានត្រឹមត្រូវទៅតាមកាលៈទេសៈទៅតាមពេលវេលានិងម៉ោងដែលបងប្អូនបានធ្វើការដាក់គោលដៅឬក៏ធ្វើការ set នៃអាហារទី1អាហារទី2ឬក៏អាហារទី3នៅក្នុងមួយថ្ងៃសម្រាប់បងប្អូនទទួលទានអាហារបាទអញ្ចឹងនេះគឺជាគំរូក្នុងការដែលធ្វើការហាត់ប្រាណបែបងាយទទួលបាននៅលទ្ធផលនៃសុខភាពល្អបច្ចុប្បន្នកាលនេះខ្ញុំអាយុ39ឆ្នាំតែដែលខ្ញុំធ្វើការរយៈពេល1ខែចន្លោះ3ទៅ6ខែយើងនឹងធ្វើការពិនិត្យនៅលទ្ធផលឈាមដើម្បីបញ្ជាក់ថាតើរាងកាយរបស់យើងមានសុខភាពល្អមិនល្អគឺយើងមិនមែនចេះតែធ្វើការចែករំលែកធ្វើមាតិកាធម្មតាឬក៏ចែករំលែកតាមបណ្ដាញសង្គមប្រព័ន្ធនានាដូចជាប្រភេទ TikTok Facebook YouTube តែប៉ុណ្ណោះទេគឺយើងមានឯកសារយោងទៅតាមកតវិជ្ជាផ្នែកវិទ្យាសាស្ត្រយ៉ាងត្រឹមត្រូវចេញអំពីគោលការណ៍សសរស្តម្ភទាំង3ដែលសំខាន់ទៅលើការអនុវត្តឬក៏អិរិយាបថ lifestyle ដែលបងប្អូនរស់នៅបច្ចុប្បន្នកាលអញ្ចឹងការដែលយើងផ្លាស់ប្ដូរគំនិតស្វែងរកចំណេះដឹងដែលត្រឹមត្រូវនោះបងប្អូននឹងទទួលបាននៅចំណេះវិជ្ជាមួយដែលត្រឹមត្រូវអំពីការរស់នៅហូបចុកអំពីការរស់នៅការហាត់ប្រាណនិងរយៈកាលនៃការហាត់ប្រាណឲ្យចំគោលដៅវាជាមាគ៌ាមួយដែលបងប្អូនអាចជួយគ្រប់គ្រងសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនដែលជិះផុតពីបញ្ហាហិរញ្ញវត្ថុនិងការពារកុំឲ្យឈឺទៅមន្ទីរពេទ្យវាជួយចូលរួមចំណែកក្នុងមន្ទីរសុខាភិបាលទូទាំងប្រទេសនិងមន្ទីរសុខាភិបាលទូទាំងពិភពលោកដែលកំពុងចាត់វិធានការក្នុងការទប់ស្កាត់ពីជំងឺ NCD ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់ផងយើងជាច្រើនបាទរហូតដល់បច្ចុប្បន្នកាលនេះមានតែវិធីសាស្ត្រមួយដែលបងប្អូនជៀសផុតពីបញ្ហាទាំងអស់នោះលុះត្រាតែបងប្អូនចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្វែងរកព័ត៌មានដែលត្រឹមត្រូវចេញពីប្រភពដែលត្រឹមត្រូវទទួលទានវីតាមីនដែលមាននៅក្នុងសៀវភៅពេទ្យឲ្យបានត្រឹមត្រូវកុំចេះតែទិញរបស់របរក្នុងការទទួលទានដោយគ្មានបច្ចេកវិទ្យាត្រឹមត្រូវដោយគ្មានការអនុញ្ញាតចេញពីក្រសួងសុខាភិបាលដោយមិនទទួលស្គាល់ចេញពីសៀវភៅពេទ្យអន្តរជាតិផងដែរបាទអញ្ចឹងមនុស្សម្នាក់ត្រូវទទួលទានអាហារដែលសម្បូរដោយវីតាមីនគ្រប់គ្រាន់ទៅលើតាមស្ថានភាពរាងកាយរបស់បងប្អូនទាំងអស់គ្នាផងដែរបាទចឹងចំណុចបន្តនោះគឺជាចំណុចដែលសំខាន់បងប្អូនត្រូវតែស្វែងរកទីតាំងឲ្យបានត្រឹមត្រូវហើយត្រូវទទួលយកព័ត៌មានដែលត្រឹមត្រូវចេញអំពី Tele Wellness Industry ដែលកំពុងធ្វើការរីកចម្រើនមែនទែននៅទូទាំងពិភពលោកដោយយើងបានប្រើប្រាស់ Ecosystem App ក្នុងការផ្ដល់ព័ត៌មានយ៉ាងលម្អិតមានរហូតដល់ចាប់ពី4ភាសាឡើងសម្រាប់បងប្អូនទទួលក្នុងការសិក្សារៀនយល់ហើយនឹងឆាប់ងាយទទួលបានលទ្ធផលល្អកើតចេញពីទម្លាប់របស់បងប្អូនទាំងអស់គ្នាផងដែរ
បាទព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតំណតាមរយៈលេខ Telegram នៅក្នុង page របស់ខ្ញុំដែលខ្ញុំបានដាក់លេខទូរស័ព្ទនៅខាងលើ page ដែលមានការប្រើប្រាស់ជា Telegram ផ្លូវការ016 289 និង445 ឬក៏តាមរយៈនៅបណ្ដាញសង្គម TikTok ផងដែរនៅខាងលើនៃព័ត៌មានផងខ្ញុំក៏បានដាក់លេខទូរស័ព្ទវិធីតំណគឺមានភាពងាយស្រួលមែនតើកុំភ្លេចជួយធ្វើការ share និង follow page ម្នាក់មួយផងដែរជូនពរបងប្អូននៅក្នុងប្រទេសនិងទូទាំងពិភពលោកជៀសផុតពីបញ្ហាជំងឺទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺមហារីកជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺមិនឆ្លងនិងជំងឺឆ្លងផងដែរបាទអញ្ចឹងតួនាទីរបស់ admin ជូនពរបងប្អូនទាំងអស់ទទួលបាននៅសុខភាពល្អនិងអាយុវែងក្មេងជាងវ័យចេញអំពី ecosystem well on wellness platform បាទអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នាផងដែរបាទ